Trênរបស់យើងនៅថ្ងៃនេះបាទមានចំណងជើងថាសន្តិភាពនៅក្នុងព្រះគ្រីស្ទ Peace in Christ បាទអញ្ចឹងយើងដាក់ថាសន្តិភាពនៅក្នុងព្រះគ្រីស្ទពីព្រោះបាទមានតែនៅក្នុងព្រះគ្រីស្ទតែមួយប៉ុណ្ណោះដែលជាសន្តិភាពដ៏ពិតប្រាកដដែលធ្វើឲ្យមនុស្សបានសុខសាន្តត្រានដែលធ្វើឲ្យមនុស្សស្កប់ស្កល់ហើយដែលធ្វើឲ្យមនុស្សមានសេរីភាពដ៏ពេញទីបានជាសេរីភាពដែលមិនមែនគ្រាន់តែជាទ្រឹស្ដីណាមួយឬគ្រាន់តែជាការនិយាយតគ្នាណាមួយនោះទេប៉ុន្តែជាអំណាចព្រះចេស្តារបស់ព្រះអង្គដែលទ្រង់បានប្រទានមកឲ្យសន្ធិដ្ឋលើយើងដើម្បីឲ្យយើងបានទទួលនូវសន្តិភាពដ៏អស្ចារ្យដែលមកអំពីព្រះអង្គនោះឯងបាទនោះហើយជាសេចក្តីដែលព្រះអង្គបានសន្យាសម្រាប់ប្រជារាស្ត្រប្រុសស្រីរបស់ព្រះអង្គទាំងអស់ថាព្រះអង្គបានទុកសេចក្តីសុខសាន្តរបស់ព្រះអង្គនៅនឹងអ្នករាល់គ្នាបាទដែលភាសាខ្មែរគេបកថាសេចក្តីសុខសាន្តបាទប៉ុន្តែភាសាអង់គ្លេសគេដាក់ថាបាទ peace នឹងឯងគឺសន្តិភាពបាទកាលណាមានសន្តិភាពគឺមានសេចក្តីសុខសាន្តនៅក្នុងនឹងឯងអញ្ចឹងព្រះអង្គសន្យារបស់ដែលល្អបំផុតសម្រាប់យើងទាំងអស់គ្នាមិនមែនជារបស់មនុស្សប៉ុន្តែជារបស់ដែលមកអំពីព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីនោះឯងបាទអញ្ចឹងនៅក្នុងភាសាខ្មែរយើងមកថាសន្តិភាពឬក៏សេចក្តីសុខសាន្តបាទមេត្រីភាពអញ្ចឹងទៅឬក៏ស្អីគេវចនានុក្រមខ្មែរបាទគេដាក់ថាព្រះនិព្វាននៃផងបាទពីព្រោះវាជាចំណិតមួយចំណែកមួយនៃពាក្យថាសន្តិភាពនឹងបាទព្រោះពាក្យថានិព្វាននៅពេលដែលយើងយល់ច្បាស់រកឃើញរបបកំហើញអីមួយហើយយើងបានរៀនយល់ច្បាស់ពីអាហ្នឹងហើយដែលធ្វើឲ្យគេមានសេរីភាពដល់ជីវិតគេនោះបាទអញ្ចឹងន័យមួយទៀតបាទនៅក្នុងភាសាអង់គ្លេសបាទគេបកប្រែថាដែលន័យនៅក្រៅខ្លួនរបស់យើងសន្តិភាពមានន័យថា the absence of a conflict or war មានន័យថាអត់មានការចំនួនបាទឬក៏អត់មានសង្គ្រាមអាហ្នឹងក៏គេហៅថាសន្តិភាពដែរហ្នឹងតើតើនឹងរឿងតែនៅខាងក្រៅខ្លួនរបស់យើងបាទហើយសន្តិភាពនៅក្នុងខាងក្នុងរបស់យើងបាទគេបានប្រាប់យើងថាម៉េចបកប្រែថា satisfaction មានន័យថាជាអ្វីដែលធ្វើឲ្យយើងពេញចិត្តជាអ្វីដែលធ្វើឲ្យយើងស្ងប់ចិត្តបាទ quiet នៅពេលដែលយើងបានទទួលសន្តិភាពឲ្យជីវិតរបស់យើងនឹងខឹងជីវិតរបស់យើងបាទមានន័យថាម៉េចបាទមិនរញ៉េរញ៉ៃមិនតក់សុទ្ធមិនជ្រោកច្របល់យើងរស់នៅក្នុងសេចក្តីស្ងៀមស្ងាត់ជាទីបំផុតនៅក្នុងសន្តិភាពហ្នឹងបាទ resting ជាការឈប់សម្រាក comforting បាទផ្ដល់ភាពងាយស្រួលដល់យើងបាទធ្វើឲ្យយើងមានអារម្មណ៍ថា comfort ស្រួលខ្លួនដល់ខ្លួនយើងអត់មានភាពញ៉ៃញ៉ៃពិបាកចិត្តបាទអីនោះទេ safety បាទសុវត្ថិភាពបាទហើយនឹង calmness បាទ calmness ហ្នឹងធ្វើឲ្យយើងបាទនិយាយមនុស្សលោឡាគេឲ្យ calmness ចូលឲ្យអត់ធ្មត់ឲ្យឈប់សិនកុំលោឡាពេកចឹងទៅបាទ calmness បាទមានន័យថាធ្វើឲ្យមនុស្សហ្នឹងអត់ច្បោកច្បល់ញ៉ៃញ៉ៃចឹងទៅបាទនៅពេលដែលគេបានទទួលសេចក្តីសន្តិភាពបាទអញ្ចឹងនៅក្នុងសន្តិភាពសម្រាប់ភាសាហេប្រឺវិញគេបកប្រែថា shalom ឬក៏បាទ shalom ដែលស្មើនឹងពាក្យថា shalom នឹងឯងបាទដែលភាសាហេប្រឺនៅសម័យដើម salam ហ្នឹងមានន័យថា make it good បាទធ្វើឲ្យវាល្អ shall surely pay បាទគួរតែត្រូវបានបង់ថ្លៃ make full restitution បាទត្រូវបាទទូទាត់ត្រូវសងបំពេញឬក៏មានន័យថា to restore នឹងឯងគឺស្ដារឡើងវិញនឹងឯងបាទគឺពាក្យថាបាទសន្តិភាពនឹងឯងដែលនៃដើមរបស់ពាក្យ Shalom នោះគឺមកពីពាក្យថា Shalom អញ្ចឹងអ្វីដែលយើងនិយាយគឺជាសន្តិភាពដ៏ពេញលេញរបស់ផងព្រះមិនមែនជាសន្តិភាពរបស់មនុស្សឬក៏ជាពាក្យស្លោកកំណាព្យណាមួយដែលមនុស្សបង្កើតមកនោះទេតែអ្វីយើងនិយាយគឺនិយាយអំពីសន្តិភាពរបស់ព្រះបានមកពីព្រះហើយដែលទ្រង់សញ្ញានៅប្រទានដល់កូនព្រះអង្គគ្រប់គ្នាហើយផ្ដោតទៅលើជាចម្បងសន្តិភាពនៅខាងក្នុងរបស់យើងបាទនៅក្នុងមេរៀននេះយើងមិនផ្ដោតជាសំខាន់ទៅលើសន្តិភាពនៅខាងក្រៅខ្លួនរបស់យើងនោះទេព្រឹត្តិការណ៍នៅខាងខ្លួនខាងក្រៅខ្លួនរបស់យើងនោះទេពីព្រោះពេលខ្លះសន្តិភាពនៅខាងក្រៅមានតែការសន្យាមានតែការសម្ដែងបាទមានតែការបាទថតរូបអីចឹងទៅបាទពេលខ្លះគេចរចាគ្នាថាអំពីសន្តិភាពស្វែងរកសន្តិភាពបាទជាមួយគ្នាទៅប៉ុន្តែនៅពីក្រោយខ្នងបាទគេចែកអាវុធឲ្យបាទឲ្យមនុស្សបាញ់គ្នាមនុស្សឆ្លោះប្រកែកគ្នាបង្កបាទល្បិចកលឬអ្វីគ្រប់យ៉ាងចឹងទៅអញ្ចឹងវាមានរូបភាព
បែបផែនផ្សេងពីគ្នាចឹងអ្វីដែលយើងនិយាយគឺជាសន្តិភាពនៅខាងក្នុងរបស់យើងជាសន្តិភាពនៅក្នុងព្រះគ្រីស្ទមិនមែនជាសន្តិភាពរបស់លោកីនោះទេអញ្ចឹងហើយដើម្បីឲ្យបាននូវសន្តិភាពនោះគឺគ្រប់គ្នាត្រូវឆ្លងកាត់ជាសំខាន់តាមរយៈសេចក្តីជំនឿជាមុនសិនបើមនុស្សមិនបានឆ្លងកាត់សេចក្តីជំនឿគេមិនអាចស្វែងរកនៅសន្តិភាពបាននោះទេពីព្រោះបើគេអត់មានជំនឿគេមិនដឹងថាសន្តិភាពមានរសជាតិបែបណាបាទហើយមានរៀងរើនៅមុខមាត់បែបណានោះទេលើកលែងតែឆ្លងកាត់សេចក្តីជំនឿជាមុនសិនអញ្ចឹងតើតែមានសេចក្តីជំនឿសិនទើបយើងស្គាល់ថាសន្តិភាពនឹងអីមើលពេលដែលយើងមានសេចក្តីជំនឿយើងក៏ចាប់ដើមបាទស្គាល់ថាអ្វីទៅជាសេចក្តីពិតដែរបាទហើយនៅពេលដែលយើងស្គាល់ថាអ្វីទៅជាសេចក្តីពិតបាទមានន័យបែបណាទើបសេចក្តីពិតនោះឯងជួយឲ្យយើងបាទជួយឲ្យយើងរស់ដើម្បីទទួលបាននៅបទពិសោធន៍នៅពាក្យថាសន្តិភាពដ៏ពិតប្រាកដមែននៅក្នុងព្រះអង្គនោះឯងឃើញទេអញ្ចឹងតើឆ្លងកាត់ជំនឿចិនហើយមានដំណាក់កាលបាទម្ដងទៀតបន្ទាប់ពីយើងមានជំនឿយើងស្គាល់សេចក្តីពិតថាជាអ្វីសេចក្តីពិតថាព្រះនោះជាតួអង្គព្រះនោះព្រះអង្គជាអ្នកណាឃើញទេបន្ទាប់ពីយើងមានជំនឿជឿព្រះអង្គថាព្រះអង្គជាអ្នកណាសេចក្តីពិតនោះនាំឲ្យយើងស្គាល់ព្រះតែកាលណាស្គាល់ព្រះពិតប្រាកដយើងចាប់ផ្ដើមស្គាល់អីស្គាល់នៅសិទ្ធិអំណាចបន្ទាប់ទៀតបាទឃើញទេសិទ្ធិអំណាចរបស់យើងឃើញទេបន្ទាប់ពីយើងបានស្គាល់សិទ្ធិអំណាចរបស់យើងហើយយើងចាប់ផ្ដើមប្រើប្រាស់នៅសិទ្ធិអំណាចនោះឃើញទេដើម្បីអីដើម្បីប្រើប្រាស់សិទ្ធិអំណាចនោះដើម្បីរំដោះយើងឃើញទេរៀនស្រាយចំណងចេញពីយើងឃើញទេរៀនផ្ដាច់បណ្ដាសាចេញពីយើងរៀនអនុវត្តឲ្យធ្វើតាមព្រះបន្ទូលដោយយើងដឹងថាខ្ញុំជាកូនអ្នកណាខ្ញុំជាអ្វីខ្ញុំមានសិទ្ធិអំណាចអ្វីបាទខ្ញុំត្រូវតែរស់នៅមានសេរីភាពអញ្ចឹងបន្ទាប់ពីយើងបានស្គាល់សិទ្ធិអំណាចប្រើប្រាស់សិទ្ធិអំណាចដើម្បីបានសេរីភាពហើយសេរីភាពនោះរួចពីអីរួចពីបណ្ដាសារួចពីមន្តអាគមរួចពីចំណងបាទរួចពីឯគេគំនិតដែលជាប់គាំងយល់ដឹងមិនត្រឹមត្រូវគិតមិនត្រឹមត្រូវការមិនស្គាល់ព្រះឃើញទេជាប់ទៅក្នុងភាពអវិជ្ជមានអំពីខ្លួនឯងអំពីព្រះអញ្ចឹងបាទបន្ទាប់ពីយើងមានសេរីភាពពីរបស់ទាំងអស់នឹងហើយបាទនៅពេលបន្ទាប់យើងមានជំនឿឃើញទេយើងស្គាល់សេចក្តីពិតជាណាឃើញទេសេចក្តីពិតនាំយើងស្គាល់សិទ្ធិអំណាចបានប្រព្រឹត្តតបមកតួអង្គចុងក្រោយគេបាទដែលធ្វើឲ្យយើងទទួលបានសន្តិភាពពិតប្រាកដមានន័យបែបណារសជាតិយ៉ាងដូចម្ដេចដែលយើងពិបាកក្នុងការបញ្យល់ដល់អ្នកទី3ថាវាមានរូបភាពបាទវាមានន័យបែបម្ដេចនោះគឺជាតួអង្គព្រះវិញ្ញាណបរិសុទ្ធនោះឯងដែលបាទធ្វើឲ្យយើងបានទទួលបាននូវសន្តិភាពដ៏ពេញលេញនោះឯងបើគ្មានព្រះវិញ្ញាណបរិសុទ្ធយើងមិនដឹងថាទទួលបែបយ៉ាងដូចម្ដេចនោះទេហើយយើងក៏មិនអាចមានប្រាជ្ញាបាទមានបទពិសោធន៍ដើម្បីទទួលបាននោះដែរអញ្ចឹងព្រះវិញ្ញាណបរិសុទ្ធជួយយើងចុងក្រោយបន្ទាប់ពីយើងឆ្លងកាត់មួយដំណាក់កាលបាទរហូតទៅដល់យើងបានទទួលនូវសន្តិភាពដែលមកអំពីព្រះអង្គនោះឯងបាទអញ្ចឹងដើម្បីបាទទទួលបានសេរីភាពបាទជំហានដំបូងបាទយើងក៏ត្រូវការនៅបាទសេរីភាពជាមុនសិនឃើញទេបន្ទាប់ពីយើងមានជំនឿបន្ទាប់ពីយើងស្គាល់ព្រះយើងជាយើងរំដោះយើងមានសេរីភាពសិនបន្ទាប់ពីយើងមានសេរីភាពរួចពីចំណោមយាមនសាហើយឃើញទេសេរីភាពនៅក្នុងប្រលឹងរបស់យើងនៅក្នុងជីវិតខាង spiritual បាទរបស់យើងហើយបាទយើងនឹងស្វែងរកបាទសន្តិភាពដើម្បីរស់នៅក្នុងសន្តិភាពដ៏ពិតប្រាកដនោះបាទថាវាបែបណាអញ្ចឹងនៅក្នុងមនុស្សម្នាក់ជាទូទៅมันមានសន្តិភាពបាទពេញលេញនោះទេបាទឃើញទេពេលបាទខ្លះថ្ងៃខ្លះបាទរដូវកាលខ្លះបាទឬក៏យូរម្ដងឬក៏ជារៀងរហូតចឹងទៅឃើញទេតែងតែមានដោយដុំចំណែកដោយរឿងដោយកង់ចឹងទៅឃើញទេឧទាហរណ៍មនុស្សយើងម្នាក់រឿងអីផ្សេងយើងមានសន្តិភាពអស់ហើយនៅក្នុងចិត្តរបស់យើង fully បាទមានសេចក្តីឈប់សម្រាកនៅក្នុងព្រះអង្គហើយប៉ុន្តែបើឲ្យនិយាយតែតាក់ទងទៅរឿងប្តីបាទយើងចាប់ផ្ដើមអត់មានសន្តិភាពបាទពីព្រោះអីយើងមានបញ្ហាដោះស្រាយមិនទាន់បានយើងចាប់ផ្ដើមនឹកឃើញនិយាយដល់រឿងកូនយើងចាប់ផ្ដើមបាទបាត់សន្តិភាពយើងអត់មានសន្តិភាពនៅក្នុងយើងទេបាទពីព្រោះបាទបញ្ហាមិនទាន់ត្រូវដោះស្រាយបាទបើយើងនិយាយដល់ពេលខ្លះដល់រឿងឪពុកឬរឿងម្ដាយយើងទៅមានន័យថាយើងអត់ទាន់មានបាទសេរីភាពបាទចេញអំពីគាត់ទេបាទព្រោះមានសេចក្តីណាមួយមិនទាន់បានដោះលែងនៅឡើយនោះទេអញ្ចឹងបាទយើងមានចំណែកមានដល់ដុំអ្នកខ្លះមានច្រើនអ្នកខ្លះមានតិចចឹងទៅដូច្នេះព្រះទោះបីយើងមានរឿងទាំងអស់នោះក៏ដោយព្រះឲ្យយើងរៀនធ្វើរឿងទាំងអស់នោះ
ធ្វើយ៉ាងណាយើងរៀនរាល់ថ្ងៃឲ្យបានសន្តិភាពមកវិញទោះបីមានបញ្ហាខ្លះទោះបីមានរឿងរ៉ាវខ្លះដោះស្រាយមិនទាន់បានចំណុចខ្លះវាមិនទាន់ធ្វើឲ្យយើងបានសន្តិភាពពេញលេញក៏ពិតមែនបងឲ្យយើងរៀនធ្វើទាំងអស់នោះដើម្បីឲ្យយើងបានទទួលសន្តិភាពនៅចំណែកដែលយើងមិនទាន់បាននោះឃើញទេដោយទូលនៅរឿងបាទអ្វីគ្រប់យ៉ាងនោះបាទដែលយើងជាប់ជំពាក់នោះទៅកាន់ព្រះអង្គដើម្បីឲ្យព្រះអង្គជួយយើងតាន់ពេលតាន់វេលាកុំឲ្យຕົកវាឲ្យសោះពីព្រោះរឿងមួយជាប់ក្នុងជីវិតរបស់យើងតែកាលណាយើងຕົកយើងមិនប្រកាសថាវានឹងរលត់ទៅវិញអាចដោះស្រាយបានទេបើយើងមិនទូទៅព្រះហើយវាអាចបង្កបញ្ហាដល់យើងទៀតដូច្នេះមានតែទូទៅព្រះបាទឲ្យបានលឿនដើម្បីព្រះអង្គជួយយើងហើយក៏ធ្វើឲ្យចិត្តរបស់យើងនៅពេលយើងបានទូទៅព្រះយើងមានអារម្មណ៍ថាអស់ចិត្តណាយើងបានធ្វើយើងបានបំពេញនៅចំណែកយើងហើយយើងបានថ្វាយទៅព្រះអង្គអញ្ចឹងវាព្យាយាមទាញរំកិលយើងឲ្យខិតទៅរកបាទដែលធ្វើឲ្យយើងចាប់ដើមមានសន្តិភាពវិញអញ្ចឹងយើងរៀនបន្តិចម្ដងព្រះអង្គចង់ឲ្យយើងដោះលែងព្រះអង្គចង់ឲ្យយើងមានសេរីភាពបាទនៅគ្រប់ទាំងផ្នែកនៅក្នុងការរស់នៅជីវិតរបស់យើងប្រឹងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបានអញ្ចឹងព្រះគម្ពីរបានប្រាប់យើងហើយចូលទូទៅព្រះនៅសេចក្តីសំណូមរបស់អ្នករាល់គ្នាទាំងអរព្រះគុណផងយើងមើលនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក14ខ27បាទព្រះអង្គបានសន្យាថាម៉េចខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នាគឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នាហើយដែលខ្ញុំឲ្យនោះមិនមែនដូចជាលោកីឲ្យទេកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យឡើយនេះជាសេចក្តីសន្យាព្រះអង្គថាម៉េចសេចក្តីសុខរបស់ព្រះអង្គសន្តិភាពរបស់ព្រះអង្គមិនមែនជាសន្តិភាពរបស់លោកីនោះទេដែលមានតែទ្រឹស្ដីដែលមានតែបាទការនិយាយតគ្នាតែប៉ុណ្ណោះប៉ុន្តែសេចក្តីសុខដែលព្រះឲ្យសន្តិភាពដែលព្រះឲ្យគឺជាសេចក្តីសុខដែលមកអំពីឋានសួគ៌ជារបស់ពិតបាទជាសេចក្តីឈប់សម្រាកដ៏ពិតដែលមកអំពីព្រះអង្គឯងអញ្ចឹងបាទសេចក្តីសុខហ្នឹងបាទគឺ peace នឹងឯងដែលភាសាអង់គ្លេសគេដាក់អញ្ចឹងក្នុងលោកីនេះតែងតែប្រាប់យើងតគ្នាអញ្ចឹងទៅអំពីកន្លែងណាដែលអាចធ្វើឲ្យយើងមានសេចក្តីសុខសាន្តដែលអាចធ្វើឲ្យយើងមានសន្តិភាពបានឬបុគ្គលល្បីណាម្នាក់ដែលអាចជួយយើងបាននេះពេលយើងកំពុងតែមានបញ្ហាអញ្ចឹងណាយើងកំពុងតែជួបទុក្ខអញ្ចឹងណាយើងកំពុងតែសោយអញ្ចឹងណាមិត្តភក្តិឯងទៅរកម្នាក់នេះទៅមិត្តភក្តិឯងធ្វើយ៉ាងនេះទៅនេះទ្រឹស្ដីអនុវត្តបែបនេះទៅឃើញទេមានការប្រាប់តគ្នានិយាយតគ្នាឬក៏ល្បីបុគ្គលម្នាក់ដែលល្បីថាមានស្អីគេគេហៅស្អីគេបាទគេហៅបារមីល្បីថាមានសិលអញ្ចឹងទៅគេប្រាប់តគ្នាហើយមនុស្សជាយាមដេញតាមជាយាមទៅរកឲ្យដើម្បីឲ្យខ្លួនឯងបានទទួលសន្តិភាពដើម្បីឲ្យខ្លួនឯងដឹងវិធីថាធ្វើយ៉ាងណាឲ្យបានសន្តិភាពសម្រាប់ខ្លួនក្នុងពេលដែលខ្លួនឯងកំពុងតែមានបញ្ហានៅក្នុងជីវិតណាដើម្បីដេញតាមសេចក្តីសុខសាន្តឃើញទេដែលបាទល្បីតគ្នាឬដែលមានទ្រឹស្ដីការអនុវត្តអញ្ចឹងទៅអញ្ចឹងគេយាមទៅរកគ្រូនេះគេយាមទៅរកគ្រូនោះឃើញទេឬក៏ការបដិបត្តិតាមរបៀបនេះតាមរបៀបនោះឬក្នុងរបៀបបាទដែលសាសនាបានបង្រៀនជាដើមនោះគឺជាសេចក្តីសុខមួយទៀតដែលមនុស្សជាយាមដេញតាមដែលមនុស្សជាយាមរកហើយទោះបើគេរកយ៉ាងណាក៏រកមិនឃើញអារបស់ដែលពិតមួយដែលអាចជួយគេបាននោះដែរបាទនោះគឺជារឿងរបស់គេអញ្ចឹងរូបភាពជាក់ស្ដែងមនុស្សជាច្រើនដែលធ្វើបែបនេះគេមិនបានស្វែងរកសន្តិភាពដ៏ពិតប្រាកដឯណាប៉ុន្តែរូបភាពដែលយើងមើលឃើញមើលដឹងមើលយល់ក្នុងនាមយើងជាអ្នកដែលស្គាល់សេចក្តីពិតនោះគឺថាគេមិនបានស្វែងរកសន្តិភាពពិតទេគេតែគេបានទៅរកសេចក្តីដែលធ្វើដែលគ្រាន់តែឲ្យធ្វើឲ្យគេស្កប់ចិត្តមួយពេលតែប៉ុណ្ណោះឃើញទេឲ្យចិត្តរបស់គេបានស្ងប់បន្តិចណាបានសបាយឡើងវិញបន្តិចបានស្រាកសានបានធូរស្បើយបន្តិចបន្ទាប់ពីបានរៀនបន្ទាប់ពីបានអនុវត្តបន្ទាប់ពីបានធ្វើតាមទ្រឹស្ដីដែលគេណែនាំណាតាមរយៈប្រព័ន្ធនៃសេចក្តីជំនឿរបស់គេដែលគេជឿដែលគេទុកចិត្តប៉ុណ្ណោះឃើញទេអញ្ចឹងគេមិនបានទៅស្វែងរករូបភាពជាក់ស្ដែងគេចង់ទៅស្វែងរកអាសេចក្តីសុខសាន្តដ៏ពិតនោះអាសន្តិភាពដ៏ពិតប៉ុន្តែការអនុវត្តដែលយើងមើលឃើញគេមិនបានទៅស្វែងរកនោះទេគេគ្រាន់តែធ្វើឲ្យចិត្តគេបានស្ងប់មួយពេលបានសប្បាយមួយពេលតែប៉ុណ្ណោះអញ្ចឹងវាជាសេចក្តីមួយដែលគ្រាន់តែធ្វើឲ្យគេអស់ចិត្តមកផ្លែតក្នុងរឿងអីមួយដែលគេកំពុងតែជួបដែលគេកំពុងតែមានផលវិបាកហើយដោះស្រាយវាជាវិធីមួយជាការលួងចិត្តមួយដើម្បីឲ្យមនុស្សអាចឈប់បន្តិចដើម្បីមនុស្សអាចសម្រាកបន្តិច
ហើយរកវិធីក្នុងការដោះស្រាយបន្តទៅទៀតអញ្ចឹងនៅពេលដែលគេបានល្អមកផ្លែតសបាយមកផ្លែតហ្នឹងហើយគេប្រឹងដេញតាមទៀតដើម្បីឲ្យបានរបស់ហ្នឹងយូរអង្វែងស្ថិតស្ថេរនៅក្នុងគេប៉ុន្តែគេកាន់តែដេញគេកាន់តែរកគេកាន់តែវង្វេងទៅហើយរកមិនឃើញនោះឡើយដោយសារអីពីព្រោះគេមិនបានស្គាល់ម្ចាស់នៃសន្តិភាពដ៏ពិតប្រាកដនោះទេអញ្ចឹងដើម្បីឲ្យគេមានអារម្មណ៍ថាខ្ញុំបានធ្វើវាហើយបាទខ្ញុំអស់ចិត្តបន្តិចនៅពេលដែលគេជាប់កាំងរឿងអីមួយដែលគេមានភាពស្មុគស្មាញដល់ប្រមល់ពេលខ្លះកំហឹងក្នុងរឿងអីមួយមួម៉ៅក្តៅកាហាយក្នុងរឿងគ្រួសារក្នុងរឿងជំនួញបាទក្នុងរឿងបាទអ្វីគ្រប់យ៉ាងបាទចិត្តរបស់គេមានសេចក្តីសំអប់មានគំនុំបាទជាដើមឃើញទេវាជាការ expectation របស់គេនៅពេលដែលគេបានធ្វើរឿងទាំងអស់នោះហើយគេសង្ឃឹមថាគេនឹងបានសេចក្តីសុខសាន្តនោះឯងប៉ុន្តែសេចក្តីពិតមិនមែនយ៉ាងដូចនេះនោះឡើយចាឧទាហរណ៍ឃើញទេនៅពេលដែលមនុស្សរំពឹងគិតយ៉ាងដូចហ្នឹងយ៉ាងដូចនេះហើយមនុស្សព្យាយាមដេញតាមបាទអ្វីដែលគេប្រាថ្នាចង់បានតាមការប្រាប់តាមការមករៀនតាមការវិស្ដីអញ្ចឹងណាបាទដូចពេលដែលគេមានបញ្ហាដែលធ្វើឲ្យគេអស់ចិនគេគ្រាន់តែអុជធូបមួយដើមឬក៏3ដើមឲ្យគេបន់បន្តិចទៅបាទធ្វើឲ្យគេបានស្រាកស្រាបន្តិចនៅពេលដែលគេបានបន់ឬក៏គេបានធ្វើបន់គេបានធ្វើសេចក្តីល្អទៅក៏ធ្វើឲ្យចិត្តគេបានល្អប្រសើរបន្តិចដែរវាជាការលួងចិត្តរបស់គេឃើញទេបានទៅជួបអ្នកល្បីពូកែបាទអ្នកដែលបានអប់រំណាមួយចឹងទៅបានបដិបត្តិតាមខណាឬចម្ពោះណានៅក្នុងគម្ពីរសាសនាតាមបែបបង្រៀនបាទណាមួយជាដើមឡាក់អញ្ចឹងទៅឃើញទេលោកីនេះទោះបើគេព្យាយាមទៅរកនៅសន្តិភាពដ៏ពិតប្រាកដសម្រាប់ខ្លួនគេយ៉ាងណាក៏ដោយឃើញទេតាមវិធីណាក៏ដោយក៏នៅតែមិនអាចរកឃើញបានដែរហេតុអីពីព្រោះគេមិនបានស្គាល់ម្ចាស់នៃសន្តិភាពដ៏ពិតប្រាកដថាជាអ្នកណានោះទេឃើញទេមិនអញ្ចឹងហើយបានជាគេស្វែងរកមិនឃើញនោះឡើយអញ្ចឹងលើកលែងតែគេស្គាល់ថាម្ចាស់សន្តិភាពពិតប្រាកដជាអ្នកណាហើយគេដាក់សេចក្តីជំនឿទៅបាទគេយាងព្រះដែលជាម្ចាស់នៃសន្តិភាពនោះមកក្នុងជីវិតគេបង្រៀនគេប្រទានឲ្យគេបំពេញឲ្យគេនោះទើបគេមានលទ្ធភាពអាចទទួលបាននៅពាក្យថាសន្តិភាពនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គមែនវាមិនមែនជាទ្រឹស្ដីវាមិនមែនជាការអនុវត្តឬធ្វើតាមតគ្នាណាមួយឬក៏ជាការល្អដែលខ្លួនឯងប្រឹងធ្វើដើម្បីឲ្យបានសន្តិភាពនោះទេប៉ុន្តែវាជាអំណាចរបស់ព្រះអង្គនៅមកពីឋានសួគ៌ដើម្បីបំពេញដល់យើងណាឃើញទេអញ្ចឹងរបស់ល្អនីមួយៗបាទមិនមែនគ្រប់គ្នាចេះតែនិយាយចេះតែប្រាប់តគ្នាហើយចង់រកចង់បានចង់ចេះហើយទទួលបានងាយនោះទេឃើញទេត្រូវតែព្យាយាមបាទរកទេព្យាយាមសូមព្យាយាមនិយាយឃើញទេហើយព្យាយាមបាទនិយាយទៅកាន់ព្រះនោះព្រះនឹងឆ្លើយតបទោះបីមនុស្សមិនស្គាល់ព្រះក៏ដោយឲ្យគេនិយាយថានៅលោកនេះបើមានព្រះមែននៅលើលោកនេះបើមានព្រះពិតមែនព្រះសង្គ្រោះមែនព្រះអាចជួយខ្ញុំបានមែនបាទនោះព្រះនឹងបង្ហាញអង្គទ្រង់ឲ្យគេបានឃើញពីព្រោះមានទីបន្តជាច្រើនចេញពីសេចក្តីនេះបាទដែលមានបងប្អូនជាច្រើនគាត់អត់ទាន់ស្គាល់ព្រះអង្គទេប៉ុន្តែនៅពេលដែលគាត់ជួបទុក្ខលំបាកជីវិតរបស់គាត់ហាក់ដូចជាអស់ផ្លូវគាត់ចាប់ផ្ដើមស្រែកថាបើមានព្រះមែនសូមឲ្យព្រះនោះបង្ហាញខ្លួនមកអ្នកដែលមានដួងចិត្តបែបនេះគឺព្រះបានបង្ហាញខ្លួនដល់ពិតប្រាកដហើយគេបានស្គាល់ព្រះអង្គឃើញទេគេបានជឿហើយគេបានថ្វាយខ្លួនហើយក៏គេបានស្វែងរកទីឈប់សម្រាកដ៏ពិតប្រាកដនៅក្នុងព្រះអង្គបានមែនបាទអញ្ចឹងព្រះបន្ទូលព្រះអង្គប្រាប់ថាម៉េចបើមនុស្សចេះតែរកស្រួលអញ្ចឹងមិនចាំបាច់ព្រះអង្គប្រាប់ថាចូលរកចូលគោះចូលសូមនោះទេអញ្ចឹងបើព្រះអង្គមានបន្ទូលថាចូលរកមានថារបស់ហ្នឹងมันងាយទេតើតរកបានឃើញឃើញទេចូលគោះមានថារបស់ហ្នឹងមិនមែនបើកឲ្យដល់តែទេប្រឹងគោះទៅបាទឃើញទេចូលសូមណាមិនមែនបើឲ្យដល់តែទេសូមទៅនោះហ្នឹងបានអញ្ចឹងបានព្រះបន្ទូលព្រះអង្គបញ្ជាក់ប្រាប់បាទដល់ប្រជារាស្ត្រប្រុសស្រីរបស់ព្រះអង្គយ៉ាងច្បាស់អញ្ចឹងដើម្បីរកនៅរបស់បាទដែលយើងចង់បាននោះគឺត្រូវតាមអីព្រះអង្គមានបន្ទូលថាម៉េចដើម្បីរកបាននៅរបស់ដែលឯងចង់បានរកបាននៅសន្តិភាពដែលឯងឈប់សម្រាកបាននោះឃើញទេត្រូវតាមរយៈខ្ញុំពីព្រោះអីខ្ញុំជាផ្លូវជាទ្វារជាផ្លូវជាទ្វារទៅណាទៅរកសន្តិភាពដ៏ពិតប្រាកដនោះឯងអញ្ចឹង
សន្តិភាពនៅក្នុងព្រះគ្រីស្ទមិនយោងទៅលើថាតើតែបានធ្វើការនេះឬតើតែបានធ្វើការនោះឬការល្អនេះឬការល្អនោះឬតាមទ្រឹស្ដីណាមួយនោះដែរឬការប្រព្រឹត្តរបៀបណាការបង្រៀនតែប៉ុណ្ណោះមួយមុខតែប៉ុណ្ណឹងទេប៉ុន្តែជាសន្តិភាពនៅក្នុងព្រះគ្រីស្ទគឺមានអំណាចមួយដែលមកអំពីព្រះអង្គមកអំពីព្រះរបស់យើងជាអំណាចមួយព្រះចេស្តាមួយក្នុងការបំពេញឲ្យយើងក្នុងការចាក់ឲ្យយើងក្នុងការពន្យល់យើងបង្រៀនយើងក្នុងការសម្ដែងចេញឲ្យយើងបានដឹងដើម្បីឲ្យយើងដឹងច្បាស់ថានេះជាសន្តិភាពយ៉ាងពិតប្រាកដយ៉ាងអស្ចារ្យយ៉ាងដូចម្ដេចអញ្ចឹងបើគ្មានអំណាចនៃសន្តិភាពដែលធ្វើឲ្យយើងមានសន្តិភាពដែលធ្វើយើងបានសន្តិភាពក៏យើងមិនបានដូចគ្នាអញ្ចឹងវាជាព្រះគុណរបស់ព្រះអង្គជាក្តីស្រឡាញ់ព្រះអង្គដែលបានប្រទានមកកូនប្រុសស្រីរបស់ព្រះអង្គអស់អ្នកដែលសូមអស់អ្នកដែលស្រេកឃ្លានហើយចង់បានបំពេញជីវិតនេះដោយសន្តិភាពកាន់តែធំទៅព្រះនឹងបំពេញនឹងប្រទានឲ្យបាទអញ្ចឹងដើម្បីបានរបស់ទាំងអស់នោះកូនព្រះត្រូវរៀនត្រូវយល់អំពីព្រះបន្ទូលដែលយើងលើកឡើងខាងលើអញ្ចឹងត្រូវស្គាល់ខ្លួនឯងស្គាល់សិទ្ធិអំណាចរបស់ខ្លួនឯងដែរមិនខ្វះទេកូនព្រះដែលជឿព្រះច្រើនណាស់ប៉ុន្តែរស់នៅបាត់សេរីភាពរបស់ខ្លួនឯងបាត់ទីឈប់សម្រាកបាត់សេរីអំណររបស់ខ្លួនឯងហេតុអីពីព្រោះបាទគ្រាន់តែជឿថាស្គាល់ព្រះនាមព្រះយេស៊ូវថាជាព្រះយេស៊ូវប៉ុន្តែមិនដឹងអំពីរបៀបមិនទុកចិត្តព្រះបន្ទូលព្រះអង្គ 100% ណាមិនស្គាល់សិទ្ធិអំណាចមិនស្គាល់ខ្លួនឯងជាណាអញ្ចឹងគេអត់មានហេតុអីនឹងសូមព្រះអង្គនឹងស្វែងរកដេញតាមឲ្យបានសន្តិភាពទេគឺគេរស់តាមរបៀបបាទជួបយ៉ាងណាធ្វើយ៉ាងហ្នឹងទៅជួបយ៉ាងណាទទួលបែបយ៉ាងហ្នឹងទៅបាទតាមរបៀបលោកីចឹងឯងបាទអញ្ចឹងហើយបានជាព្រះអង្គប្រទានព្រះបន្ទូលព្រះអង្គឲ្យយើងដើម្បីយើងទាំងអស់គ្នាបានរៀនបានអានបានមើលហើយសូមប្រាជ្ញាពីព្រះអង្គដើម្បីឲ្យយើងរកឃើញបន្ថែមទៀតនៅកំណត់ទ្រព្យដ៏អស្ចារ្យដែលព្រះអង្គបានទុកសម្រាប់ការរស់នៅរបស់យើងនៅលើផែនដីនេះដើម្បីឲ្យយើងរស់នៅបានទទួលចំណែកបាទពីឋានសួគ៌ឲ្យបានកាន់តែច្រើនឡើងជារាល់ថ្ងៃមុនដែលយើងបានទៅកាន់ទីកន្លែងដ៏ពិតមុនយើងទៅកាន់បាទអំណាចនៃសន្តិភាពដ៏ធំអស្ចារ្យសុចរិតបរិសុទ្ធនោះឲ្យយើងបានភ្លក់នៅរសជាតិនិងចំណែកបាទនៅលើផែនដីនេះជាមុនសិនដែរឃើញទេអញ្ចឹងបាទអំណាចឃើញទេជាអំណាចមួយដែលមកពីព្រះអង្គបានប្រទានឲ្យយើងហើយក៏មកអំពីអំណាចនៃព្រះបន្ទូលរបស់ព្រះអង្គដែរដែលធ្វើឲ្យយើងអាចមានសន្តិភាពបានឃើញទេពេលខ្លះកូនព្រះអង្គមានក្នុងគេមានជំនឿរួចហើយមានព្រះបន្ទូលមានសេចក្តីស្រេកឃ្លានរួចហើយប៉ុន្តែបាទគេនៅជាប់គាំងរឿងអីមួយគេអត់តន់យល់ព្រះបន្ទូលរឿងណាមួយនៅពេលដែលព្រះអង្គបានបញ្យល់គេឃើញទេគេចាប់ផ្ដើមមានសេរីភាពភ្លាមគេចាប់ផ្ដើមមានសន្តិភាពភ្លាមនៅក្នុងជីវិតរបស់គេចេញអំពីព្រះបន្ទូលដែលបានដោះគេបង្រៀនគេឲ្យគេយល់បាទពីបញ្ហាណាមួយនោះឯងដូចជាស្ត្រីសាសាមារីនោះដែលព្រះយេស៊ូវទ្រង់យាងទៅជួបនាងនៅកណ្ដាលថ្ងៃត្រង់នៅឯអណ្ដូងទឹកនោះឯងដែលគាត់មកដងទឹកដែរគាត់ជាមនុស្សដែលអ្នកដតីបដិសេធបាទជាមនុស្សដែលអ្នកដតីបាទពើបជ្រាយមើលងាយហើយមិនឲ្យតម្លៃពីព្រោះគាត់ជាស្ត្រីដែលមានប្តី5នោះបាទអញ្ចឹងគាត់មានសេចក្តីខ្មាស់អៀនមែនតែនគាត់អត់មានសេចក្តីសុខសាន្តនៅក្នុងខ្លួនអំណរនៅក្នុងខ្លួនទេពីព្រោះតែមានសេចក្តីខ្មាស់នៅមនុស្សជាច្រើនមិនឲ្យតម្លៃបដិសេធប៉ុន្តែនៅពេលដែលព្រះយេស៊ូវយាងទៅជួបគាត់ដើម្បីដោះគាត់ឲ្យរួចណាព្រះអង្គចាប់ផ្ដើមមានបន្ទូលបញ្យល់គាត់ម្ដងបន្តិចនៅពេលដែលគាត់ចាប់ផ្ដើមយល់នៅពេលដែលចាប់ផ្ដើមស្គាល់ព្រះដែលនិយាយទៅកាន់គាត់ថាទ្រង់ជាអ្នកណាឃើញទេគាត់សុខចិត្តបោះចោលបាទក្អមទឹករបស់គាត់ហើយរត់ទៅទីក្រុងប្រាប់គេអំពីព្រឹត្តិការណ៍ដែលគាត់បានជួបលែងមានសេចក្តីខ្មាស់ទៀតហើយបាទលែងមានសេចក្តីអៀនទៀតហើយពីព្រោះព្រះបន្ទូលបានដោះគាត់ឲ្យរួចហើយព្រះអង្គបានបញ្យល់គាត់ឲ្យរកបាននៅសន្តិភាពដ៏ពិតប្រាកដអញ្ចឹងសេចក្តីខ្មាស់ទាំងប្រមាណដែលគាត់អៀនដែលគាត់ខ្មាស់គេពីមុនដែលត្រូវគេបដិសេធនោះគឺលែងមានទៀតហើយគាត់ចូលទៅកណ្ដាលចំណោមហើយប្រាប់គេអំពីព្រឹត្តិការណ៍ដែលគាត់បានជួបព្រះមេស៊ីបាទដែលបានយាងមកជួបគាត់នោះឯងអញ្ចឹងសន្តិភាពនៅក្នុងព្រះគ្រីស្ទវាមិនមែនគ្រាន់តែជាការណែនាំណាមួយទ្រឹស្ដីណាមួយនិងការអនុវត្តណាមួយបាទតែប៉ុណ្ណឹងហើយចប់នោះទេបាទអញ្ចឹងគ្រប់គ្នាអ្នកណាក៏អាចរកបានដែរបើគ្រាន់តែយើងធ្វើតាមទ្រឹស្ដីនេះទៅប្រព្រឹត្តបែបនេះទៅបាទឬធ្វើអំពើល្អធ្វើបុណ្យឲ្យបានច្រើនយើងបានទៅបើអញ្ចឹងបើស្រួលអញ្ចឹងមែនអ្នកណាក៏អាចរកឃើញដែរសន្តិភាពនឹងបាទប៉ុន្តែសន្តិភាពនោះនៅក្នុងទីអាត់កំបាំងបាទសន្តិភាពនោះនៅក្នុងព្រះនាមដ៏មានប្រជញ្ញរស់តែមួយប៉ុណ្ណោះទើបមនុស្សអាចរកឃើញរបស់ដែលពិតមិនមែនជារបស់ដែលគ្រាន់តែបាទ
គ្រាន់តែលួងចិត្តគេមកផ្លែតគ្រាន់តែធ្វើឲ្យគេសប្បាយចិត្តមកផ្លែតដែលហៅថាសន្តិភាពដ៏ពិតប្រាកដនោះទេដែលសន្តិភាពដ៏ពិតប្រាកដគឺស្ថិតនៅស្ថិតថេរអស់កលជានិច្ចដូចជាព្រះដែលទ្រង់មានប្រជញ្ញអស់កលជានិច្ចយ៉ាងនោះឯងណាចឹងបើសន្តិភាពដែលយើងគ្រាន់តែធ្វើតាមទ្រឹស្ដីគេបើយើងទទួលបានអានោះមិនមែនហៅថាសន្តិភាពទេតែជាការធ្វើគេស្កប់ចិត្តមកផ្លែតសប្បាយចិត្តមកផ្លែតអស់ចិត្តមកផ្លែតតែប៉ុណ្ណោះបាទដែលបាទអំណាចដែលមកពីព្រះទ្រង់នោះហើយទើបយើងអាចឃើញទេនៅពេលដែលយើងចាប់ផ្ដើមមានសន្តិភាពនៅក្នុងជីវិតរបស់យើងក្នុងពេលដែលយើងកំពុងតែញ៉ែញ៉ៃក្នុងពេលដែលយើងកំពុងតែភ័យខ្លាចទៅក្នុងសេចក្តីណាមួយនោះអំណាចរបស់ព្រះដែលបងប្រទានឲ្យយើងនោះហើយឃើញទេបានចាប់ដើមធ្វើយើងមានសន្តិភាពឃើញទេទើបយើងអាចយកឈ្នះអាសេចក្តីដែលយើងកំពុងតែភ័យនេះអាសេចក្តីកំពុងតែយើងទុកព្រួយខ្វល់ខ្វាយនេះឃើញទេយើងមានបញ្ហានេះទើបយើងអាចយកឈ្នះបានបើគ្រាន់តែទ្រឹស្ដីបើគ្រាន់តែការបង្រៀនហើយអត់មានអំណាចនៃសន្តិភាពដែលមកពីព្រះអង្គយើងមិនអាចយកឈ្នះអាបញ្ហានៅចំពោះមុខយើងបានទេពីព្រោះវានឹងសង្កត់យើងអញ្ចឹងតើតាមានអំណាចមួយទៀតដែលធំជាងបាទទើបអាចយកឈ្នះអាសេចក្តីដែលយើងជួបនោះបានឃើញទេនឹងសង្កត់វាឃើញទេសេចក្តីទុកព្រួយយកឈ្នះសេចក្តីទុកព្រួយយើងបានយកឈ្នះសេចក្តីខ្វល់ខ្វាយពេលយកឈ្នះភាពច្របូកច្របល់នឹងបញ្ហាជាច្រើនមានអ្នករៀនខ្លួនបានឃើញទេបើគ្រាន់តែចេះស្ដីគ្រាន់តែការបង្រៀនគ្រាន់តែការលើកចិត្តវាមិនអាចយកឈ្នះនៅអំណាចនៃសេចក្តីអាក្រក់នោះបានទេអញ្ចឹងវាតតែមានអំណាចមួយដែលធំជាងអស្ចារ្យជាងណាដែលបានប្រទានមកយើងនោះឯងទើបយើងអាចយកឈ្នះហេតុអីបានអញ្ចឹងពីព្រោះសន្តិភាពនៅក្នុងព្រះគ្រីស្ទមិនមែនតតែគ្រប់យ៉ាងណាល្អសិនតតែគ្រប់យ៉ាងបាទជួបហេតុការណ៍ព្រឹត្តិការណ៍ណាមួយបាទដែលបាទល្អជាមុននោះទេបានធ្វើនឹងបានប្រព្រឹត្តល្អទើបគេហៅថាសន្តិភាពនោះទេឃើញទេបាទអញ្ចឹងមែនបាទគេមិនថាសន្តិភាពទេតែពាក្យថាសន្តិភាពនៅក្នុងព្រះគ្រីស្ទបំពេញឲ្យយើងទាំងបាទក្នុងពេលដែលយើងកំពុងតែមានបញ្ហានឹងឯងក្នុងពេលដែលយើងកំពុងតែភ័យនឹងឯងយើងចាប់ផ្ដើមយកឈ្នះវាភ្លាមយើងចាប់ផ្ដើមមានសន្តិភាពភ្លាមអាហ្នឹងហើយគឺជាសន្តិភាពពិតប្រាកដមិនតតានឹងរឿងខ្ញុំត្រូវបានដោះស្រាយហើយរឿងខ្ញុំត្រូវបានល្អប្រសើរឡើងវិញហើយអូខ្ញុំមានសន្តិភាពហើយអាហ្នឹងមិនមែនសន្តិភាពទេមានថាយើងសប្បាយចិត្តទៅតាមព្រឹត្តិការណ៍ដែលបានដោះស្រាយហើយតែប៉ុណ្ណោះតែនៅពេលដែលរឿងមកទៀតយើងនឹងបាទទុកព្រួយទៀតដែរបាទខ្វល់ទៀតពិបាកចិត្តទៀតដែរបាទភ័យខ្លាចទៀតដែរតែសន្តិភាពដែលមកពីព្រះអង្គយកឈ្នះអាយើងកំពុងតែលំបាកនឹងភ្លាមអាពេលយើងថាអត់មានផ្លូវទេស្រាប់តែមានបាទអំណាចមួយមកក្នុងយើងចាប់ផ្ដើមរីករាយភ្លាមបាទយើងចាប់ផ្ដើមបាទស្ទុះឡើងភ្លាមហ្នឹងយើងចាប់ផ្ដើមសុខសាន្តនៅក្នុងយើងភ្លាមអានោះជាសន្តិភាពដ៏ពិតដែលមកអំពីព្រះអង្គនោះឯងណាសន្តិភាពបាទពិតនៅក្នុងព្រះអង្គដែលនៅក្នុងយើងដែលព្រះអង្គសន្យាសម្រាប់យើងនោះឯងឃើញទេយើងគិតមើលបើអត់មានអំណាចដែលមកពីព្រះអង្គណាដែលធ្វើឲ្យយើងបានសន្តិភាពបំពេញយើងខាងក្នុងបែរមកពីព្រះទេតើមានអ្នកណាអាចយកឈ្នះបានទេនៅរបស់ដែលយើងនិយាយមិញបាទតើអ្នកមានអ្នកណាអាចយកឈ្នះបានការបាក់ទឹកចិត្តទេក្នុងពេលយើងកំពុងតែអស់សង្ឃឹមកំពុងតែបាក់ទឹកចិត្តហើយបាទយើងចាប់ដើម stress ហើយបាទហើយបាទអ្នកខ្លះចង់ទៅលោតទឹកស្ពានជ្រោយចវាគេបើអត់មានអំណាចរបស់អង្គប្រទានមកខាងក្នុងសួរថាយើងអាចយកឈ្នះស្ថានភាពនឹងភ្លាមបានណាមិនបានទេយើងមានសន្តិភាពបានណាយើងមានសុខសាន្តសេរីភាពពីរបស់ទាំងបានមិនបានទេវាមានលើកលែងតែមានអំណាចដែលមកពីព្រះអង្គឃើញទេអញ្ចឹងយើងអាចយកឈ្នះអស់សង្ឃឹមបានទេទុកព្រួយខកខ្វាយបានទេ 1000% គឺមិនបាននោះទេឃើញទេមិនបាននោះទេតើតែមានអំណាចនៃព្រះដែលបានប្រទានមកហើយព្រះវិញ្ញាណធ្វើការនៅក្នុងយើងតែប៉ុណ្ណោះទើបយើងអាចយកឈ្នះសេចក្តីនោះរំលត់សេចក្តីនោះហើយជន់ពន្លិចសេចក្តីនោះនៅចំពោះមុខយើងបានហើយយើងក្រោកឈរវិញដែលស្នាមញញឹមពេលនោះហើយបាទគឺជាសេចក្តីអំណរដ៏អស្ចារ្យដែលយើងនឹងមានប័ណ្ណចម្រៀងសរសើរបង្កើងព្រះអង្គចេញពីខាងក្នុងចិត្តមកហើយទោះបើទឹកភ្នែកយើងហូរក៏មិនមែនទឹកភ្នែកយើងភ័យព្រួយចំពោះបញ្ហាទីដែរជាទឹកភ្នែកនៃសេចក្តីអំណរសេចក្តីសុខសាន្តដែលផុសចេញពីក្នុងនៅពេលដែលយើងទទួលបាននៅការអន្តរាគមន៍ដែលមកអំពីព្រះអង្គនោះឯងអញ្ចឹងបាទនេះហើយជាអ្វីដែលគ្រូពេទ្យមិនអាចជួយដល់មនុស្សបាននៅជំងឺខាងឯវិញ្ញាណនេះឯងដែលគ្រូពេទ្យព្យាបាលតែបាទបានតែទៅលើរូបសាច់ដែលមានបញ្ហាគ្រុនក្តៅក្អកក្តៅខ្លួនបាទជំងឺផ្សេងតែប៉ុណ្ណោះប៉ុន្តែជំងឺខាងវិញ្ញាណគ្រូពេទ្យនៅលោកីនេះមិនអាចជួយបាននោះទេឃើញទេលើកលែងតែគ្រូពេទ្យដែលមកអំពីឋានសួគ៌តែប៉ុណ្ណោះ
ទើបអាចជួយយើងបានហើយឲ្យយើងបានជាសះស្បើយពីជំងឺបាក់ទឹកចិត្តពីជំងឺភ័យខ្លាចពីជំងឺ stress ពីជំងឺបាទគ្រប់ប្រភេទយ៉ាងបែបយ៉ាងទាំងអស់ដើម្បីយើងបានជាហើយមានកម្លាំងមានសុខភាពល្អខាងឯវិញ្ញាណវិញបានអញ្ចឹងបើគ្មានវត្តមានរបស់ផងបងអំណាចរបស់ព្រះអង្គបាទដែលជួយយើងទេនោះយើងគ្មានសង្ឃឹមនោះទេអញ្ចឹងសន្តិភាពនៅក្នុងព្រះគ្រីស្ទវាមិនមែនគ្រាន់តែជាទ្រឹស្ដីឬការអនុវត្តតែប៉ុណ្ណោះនោះទេឃើញទេវាគឺជាកម្លាំងមួយដ៏អស្ចារ្យបាទដែលមកពីព្រះឃើញទេដែលទ្រង់គឺជាមេនៃសន្តិភាពនោះឯងបាទនឹងដូច្នេះហើយនៅពេលដែលទ្រឹស្ដីមិនអាចជួយមនុស្សបានការបង្រៀនមិនអាចជួយមនុស្សបានការនិយាយតគ្នាមិនអាចជួយមនុស្សបានជារហូតវាគ្រាន់តែជាការលួងលោមចិត្តតែប៉ុណ្ណោះអញ្ចឹងហើយបានជាអ្នកកាន់សាសនាទោះបីគេប្រឹងធ្វើយ៉ាងណាក៏ដោយគេព្យាយាមយ៉ាងណាក៏ដោយក៏គេនៅតែមានអារម្មណ៍ថា empty នៅក្នុងគេវាអត់មានអីមួយដែលធ្វើឲ្យគេនឹងបានណាដែលធ្វើឲ្យគេស្កប់ចិត្តជាងរហូតបានណាវាដូចជាមានស្អីមួយនៅប្រហោងខាងក្នុងវាអាចបំពេញដល់គេបានទេទោះបីគេព្យាយាមជាប្រឹងប្រែងបដិបត្តិគេប្រឹងប្រែងលះបង់យ៉ាងណាក៏ដោយហើយនេះបាទយោងទៅលើបទពិសោធន៍ការសម្ភាសជាច្រើននៅពេលដែលមនុស្សដែលកាន់សាសនាមិនទាន់ជឿព្រះអង្គគេគិតថាអ្វីដែលគេប្រឹងអានឹងហើយជាអ្វីដែលគេចង់បានដែលគេស្វែងរកគេគិតថាអានឹងហើយដែលគេស្វែងរកសន្តិភាពអាសន្តិភាពនឹងហើយដែលគេស្វែងរកដែលជួយគេបានអានឹងហើយដែលគេកំពុងតែទូលអានឹងហើយដែលធ្វើជីវិតគេមានសន្តិភាពប៉ុន្តែបន្ទាប់ពីគេស្គាល់ព្រះអង្គទទួលជឿព្រះអង្គហើយជីវិតគេបានផ្លាស់ប្រែត្រឡប់ជាកូនព្រះអង្គទើបគេដឹងថាអសន្តិភាពដែលគេធ្លាប់ធ្វើធ្លាប់លះបង់ធ្លាប់បដិបត្តិលើកមុនដែលគេគិតថានឹងហើយជាសន្តិភាពដែលគេត្រូវការនោះគេគិតថាមិនមែនជាសន្តិភាពដែលពិតប្រាកដទេវាគ្រាន់តែជាអ្វីមួយដែលធ្វើឲ្យគេបានស្ងប់មួយផ្លែតសបាយមួយផ្លែតចំពោះអ្វីដែលគេយល់ថាត្រឹមត្រូវហើយគេយល់ថាល្អហើយតែប៉ុណ្ណោះឃើញទេប៉ុន្តែនៅពេលដែលគេបានស្គាល់ព្រះគេចាប់បានថាសន្តិភាពដែលពិតប្រាកដគឺនៅក្នុងព្រះតែមួយប៉ុណ្ណោះដែលអាចបំពេញគេបានដែលអាចជួយគេបានដែលធ្វើឲ្យជីវិតបហោងរបស់គេពីមុននោះបានពេញហើយនឹងថឹងអត់កលៈទៀតទេឃើញទេនេះជាមនុស្សសាសនានៅពេលដែលគេអត់ស្គាល់ព្រះអង្គហើយនៅពេលដែលគេស្គាល់ព្រះអង្គគេចាប់ផ្ដើមទទួលបាននូវរសជាតិនៅសន្តិភាពដ៏ពិតសេចក្តីសុខសាន្តដ៏ពិតប្រាកដនោះឯងនៅក្នុងព្រះគម្ពីរហ្វីលីបជំពូក4ខ6ដល់ខ7កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលលង្វរទាំងពោលពាក្យអរព្រះគុណផងណាពេលដែលយើងមានបញ្ហាយើងចូលហើយទូលទៅព្រះអង្គទៅនៅអ្វីដែលយើងមាននៅក្នុងយើងហើយជឿហើយទុកចិត្តដែលសង្ស័យហើយពោលពាក្យអរព្រះគុណដល់ព្រះអង្គផងព្រោះកាលណាយើងអរព្រះគុណយើងដឹងថាពាក្យអធិដ្ឋានរបស់យើងបាទព្រះអង្គបានទទួលហើយនេះខ7ដែលយើងត្រូវរៀនយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសអស់ទាំងគំនិតបាទអញ្ចឹងដែលហួសលើសអស់ទាំងគំនិតភាសាខ្មែរគេថាអញ្ចឹងតែអង់គ្លេស passed all understanding បាទលើសអស់ទាំងគំនិតហ្នឹងអង់គ្លេសគេដាក់ថា understanding ឃើញទេនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវណាព្រះទូលប្រាប់ថាម៉េចយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសដែលលើសវិសេសអស្ចារ្យជាងការយល់ឃើញរបស់យើងជាងការយល់ដឹងរបស់យើងដែលយើងយល់ថាសន្តិភាពតតែបែបនេះសន្តិភាពតតែបែបនោះគាត់តែធ្វើអញ្ចេះធ្វើតែអញ្ជក់គាត់ធ្វើអញ្ចោវាលើសពីអ្វីដែលយើងយល់តាមបែបមនុស្សតាមបែបការបង្រៀនតាមបែបទ្រឹស្ដីតែវាជារបស់មួយដែលយើងពិបាកប្រាប់អ្នកដទៃវាជារបស់ដ៏ពិតឃើញទេដែលនឹងជួយការពារចិត្តយើងគំនិតយើងនៅក្នុងព្រះគ្រីស្ទឃើញទេការពារចិត្តយើងកំពុងតែមានបញ្ហាការពារគំនិតរបស់យើងកំពុងតែច្របូកច្របល់កំពុងតែអស់ផ្លូវចេញកំពុងតែគិតអវិជ្ជមានឃើញទេព្រះអង្គសន្តិភាពរបស់ព្រះអង្គនឹងជួយការពារចិត្តគំនិតរបស់យើងកុំឲ្យវាទៅមុខទៀតព្រះអង្គនឹងដោះស្រាយព្រះអង្គនឹងជួយយើងឃើញទេព្រះអង្គនឹងធ្វើឲ្យយើងមានសន្តិភាពឡើងវិញឃើញទេ
អញ្ចឹងសន្តិភាពមកពីព្រះវាមិនគ្រាន់តែជាការទទួលអារម្មណ៍នោះទេវាមិនមែនគ្រាន់តែជាការរំភើបវាមិនមែនគ្រាន់តែជាការសប្បាយនៅខាងក្នុងយើងទេការស្កប់ចិត្តតែប៉ុណ្ណឹងនោះទេសន្តិភាពមកពីព្រះអង្គប៉ុន្តែជាអំណាចដ៏ពិសេសអស្ចារ្យមួយដែលមកសន្ធិដ្ឋក្នុងយើង divine presence the power of God ដែលធ្វើឲ្យយើងដឹងច្បាស់ថាទទួលថាមានពិសោធន៍ថានៅពេលដែលព្រះអង្គបង្រៀនយើងបាទឃើញទេមិនមែនជាអារម្មណ៍ទេប៉ុន្តែដឹងច្បាស់ថាសេចក្តីពិតបានដោះយើងឲ្យរួចហើយសន្តិភាពរបស់ព្រះដែលព្រះអង្គបានសន្យានេះបានកើតឡើងនៅក្នុងយើងយ៉ាងពិតប្រាកដហើយឃើញទេហើយយើងចាប់ផ្ដើមដឹងថាសេចក្តីអធិដ្ឋានរបស់យើងនៅខាងលើព្រះគម្ពីរហ្វីលីបមិញដែលព្រះអង្គឲ្យទូលដល់យើងកំពុងមានបញ្ហាយើងចាប់ផ្ដើមមានសង្ឃឹមយើងដឹងថាអូសេចក្តីអធិដ្ឋានរបស់ខ្ញុំព្រះអង្គបានទទួលហើយឃើញទេព្រះអង្គនឹងឆ្លើយតបឃើញទេយើងត្រូវបានជួយត្រូវបានយកចិត្តទុកដាក់ត្រូវបានការពារ secure ណាវាធ្វើឲ្យចិត្តយើងស្ងប់ដែលចេញពីខាងក្នុងមកលើសពីអ្វីដែលយើងគិតស្មានដល់លើសពីអ្វីដែលយើងអាចយល់បានឃើញទេអំណរផុសឡើងដោយមានសង្ឃឹមនៅក្នុងសេចក្តីជំនឿដែលឥតសង្ស័យរបស់យើងនោះហើយជាទីឈប់សម្រាកដ៏ពិតប្រាកដសម្រាប់ប្រជារាស្ត្រប្រុសស្រីរបស់ព្រះអង្គគ្រប់គ្នាដែលពិភពលោកប្រឹងស្វែងរកអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្របាទបណ្ឌិតសាស្ត្រាចារ្យបាទដែលគេប្រឹងស្វែងរកគេប្រឹងបង្រៀនគេប្រឹងអនុវត្តតគ្នាគេអត់បានរបស់ទាំងអស់ហ្នឹងទេប៉ុន្តែសម្រាប់យើងវាជាកាដូដែលព្រះបានសន្យាសម្រាប់យើងទាំងអស់គ្នាជារង្វាន់សម្រាប់កូនព្រះអង្គគ្រប់គ្នាអស់អ្នកណាដែលជឿអ្នកណាដែលសង្ឃឹមអ្នកណាដែលទុកចិត្តអ្នកណាដែលស្វែងរកនោះនឹងទទួលបាននៅបទពិសោធន៍ដ៏អស្ចារ្យនេះនៅក្នុងកូនរបស់ព្រះអង្គគ្រប់គ្នាចឹងវាជាការផ្ដល់ឲ្យដោយសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គជាក្តីសប្បុរសដែលមកពីព្រះអង្គចំពោះអស់អ្នកណាដែលជឿនោះឯងឃើញទេហើយអាសន្តិភាពយ៉ាងអស្ចារ្យដែលយើងនិយាយខាងលើនឹងឯងដែលជួយឲ្យចិត្តយើងគំនិតយើងទទួលបានប្រាជ្ញាមកពីព្រះអង្គបន្ថែមទៀតនៅពេលណាដែលយើងចាប់ផ្ដើមមានសន្តិភាពនៅក្នុងយើងឈប់ច្បោកច្បល់យើងឈប់តែនតែងយើងឈប់គិតនៅសេចក្តីដែលមិនគួរគិតយើងឈប់គិតនៅរឿងសេចក្តីខ្វល់ខ្វាយនៅលោកីនេះឃើញឲ្យចិត្តយើងបានឈប់សម្រាកជាមួយព្រះអង្គហើយតែពេលណាយើងបានឈប់សម្រាកជាមួយព្រះអង្គយើងចាប់ផ្ដើមស្វែងរកពេលនោះព្រះអង្គចាប់ផ្ដើមបន្ទានប្រាជ្ញាយើងបន្ថែមទៀតដើម្បីឲ្យយើងបានរកឃើញនៅកំណាប់តបក្នុងព្រះបន្ទូលព្រះអង្គថែមទៀតឃើញទេព្រះអង្គបន្ទានប្រាជ្ញាយើងក្នុងការយកឈ្នះនៅសេចក្តីខ្វល់ខ្វាយទៀតបាទគេសេចក្តីទុកព្រួយទៀតបងប្រទានបញ្ញាយើងយកឈ្នះនៅបញ្ហាកំហឹងមួម៉ៅកដាកាហាយដុល្លារនិងសេចក្តីទុកលំបាកផ្សេងទៀតព្រះអង្គជួយយើងឲ្យតាន់ពេលតាន់វេលានោះហើយគឺជាគុណតម្លៃគុណសម្បត្តិឃើញទេនិងកម្លាំងដ៏មហិមាដែលនៅក្នុងពាក្យថាសន្តិភាពនៅក្នុងព្រះគ្រីស្ទនោះឯងវាមិនគ្រាន់តែជាពាក្យមួយដែលពីរោះនិយាយដែលសម្រាប់លើកទឹកចិត្តបាទដល់មនុស្សដទៃតែប៉ុណ្ណោះឬក៏ជាទ្រឹស្ដីនៃការបង្រៀននៃសាសនាណាមួយទេប៉ុន្តែវាជារបស់ពិតដែលមានអំណាចដ៏អស្ចារ្យសម្រាប់បាទកូនរបស់ព្រះអង្គគ្រប់គ្នាដើម្បីឲ្យគេបានភ្លក់បានពិសោធន៍នៅបទពិសោធន៍ដ៏អស្ចារ្យយ៉ាងនោះឯងព្រះបន្ទូលបានប្រាប់ថាយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិតណាជីទូទៅគំនិតយើងពាក្យថាសន្តិភាពនឹងយោងទៅលើថាចិត្តខ្ញុំបាទមានសន្តិភាពទៅបានយើងយោងទៅលើចិត្តខ្ញុំមានសន្តិភាពទៅបានលុះត្រាតែបាទជីវិតគេមានអ្វីគ្រប់យ៉ាងទាំងអស់បាទជីវិតគេមានរបស់ល្អគ្រប់យ៉ាងទាំងអស់ទើបគេមានសុខសន្តិភាពបានទេចេះធ្វើនឹងបានធ្វើអំពើល្អជាច្រើនវាមានសាសនាសម្រាប់ជួយអប់រំចិត្តគេបង្រៀនគេបាទហើយជួយគេរកឃើញសន្តិភាពឃើញនេះជាគំនិតរបស់មនុស្សការយល់ឃើញរបស់មនុស្សឃើញសម្រាប់ប្រទេសមួយបើគ្មានសង្គ្រាមជាមួយប្រទេសដទៃបាទនឹងឆ្លោះគ្នាឯងបាទមានការរំលោភបំពានសិទ្ធិសេរីភាពអានោះក៏គេហៅថាសន្តិភាពដែរប៉ុន្តែជាសន្តិភាពនៅក្នុងក្រៅនៅខាងក្រៅខ្លួនវាមិនមែនជាសន្តិភាពនៅក្នុងខ្លួននោះទេឃើញវាក៏ជា
ជាសន្តិភាពមួយដែរប៉ុន្តែបាទយើងអត់និយាយបដោតទៅលើសន្តិភាពខាងក្រៅទេចឹងសន្តិភាពសម្រាប់បាទអ្នកដែលមិនទាន់ស្គាល់ព្រះអង្គយ៉ាងម៉េចបាទគឺយោងទៅលើព្រឹត្តិការណ៍ហេតុការណ៍ឃើញទេលក្ខខណ្ឌណាមួយដែលគេបានធ្វើដែលគេប្រព្រឹត្តបាទជាមុនសិនឃើញទេទៅធ្វើឲ្យចិត្តគេសប្បាយកើតចិត្តគេបានសុខសាន្តកើតឃើញទេហេតុផលនេះហេតុផលនោះជាដើមដោយសាររឿងនេះដោយសាររឿងនោះជាដើមហ្នឹងទៅឬការកំណត់ទៅលើបាទអ្វីដែលគេបានធ្វើនឹងការយល់ឃើញថាជាការល្អដែលជាបាទហេតុផលទាំងនោះហើយដែលគេយល់ថាត្រូវដែលធ្វើឲ្យគេសប្បាយរីករាយស្កប់ចិត្តអស់ចិត្តបាទនៅពេលដែលគេគិតថាមានសេចក្តីសុខសាន្តមួយផ្លែតនោះឯងឃើញទេអញ្ចឹងសេចក្តីសុខសាន្តរបស់ផងព្រះអង្គគឺផ្ទុយស្រឡះអំពីសេចក្តីសុខសាន្តនៅលោកីយ៍នេះផ្ទុយស្រឡះអំពីទ្រឹស្ដីរបស់មនុស្សផ្ទុយស្រឡះអំពីទ្រឹស្ដីរបស់សាសនាប៉ុន្តែវាជារបស់ពិតដែលគ្រប់គ្នាអាចពិសោធន៍បានហើយអាចរកបានពីព្រោះបងបានសន្យាឲ្យអញ្ចឹងបើបងសន្យាបងនឹងប្រទានឲ្យអស់អ្នកណាដែរសូមនោះឯងអញ្ចឹងហើយបានជាបាទអ្នកកាន់សាសនាមិនដែលបាទ satisfy មិនដែលធ្វើឲ្យជីវិតគេបានបំពេញទេបានស្កប់ស្កល់ទេឃើញទេគេត្រាក់បាទគេព្យាយាមធ្វើកាន់តែធ្វើគេនៅតែមានអារម្មណ៍ថាបាទប្រហោងនៅខាងក្នុងគេវាមានអីពេញតែពិតប្រកបអត់មានលំនឹងពិតប្រកបដល់ពីព្រោះគេស្វែងរកប្រភពសន្តិភាពខុសទីកន្លែងបាទហើយគេមិនស្គាល់ថាអ្នកណាជាម្ចាស់នៃសន្តិភាពនោះឯងអញ្ចឹងបាទបានជាគេស្វែងរកដែរប៉ុន្តែរកមិនឃើញអេពីសូតចំពោះ2ខ8ដល់ខ9បិទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាអួតខ្លួនឃើញទេអញ្ចឹងសេចក្តីសង្គ្រោះតាមទូប្រាមិនមែនយោងទៅលើការប្រព្រឹត្តរបស់អ្នករាល់គ្នាទើបបានសង្គ្រោះដោយសារខ្ញុំប្រព្រឹត្តសុចរិតដោយសារខ្ញុំជាមនុស្សល្អដោយសារខ្ញុំចេះធ្វើការល្អយើងបានសង្គ្រោះទេប៉ុន្តែគឺជាព្រះគុណរបស់ព្រះអង្គទេដែលធ្វើឲ្យយើងបានសង្គ្រោះនោះកុំឲ្យណាអូគ្រោះថាំងដោយសារខ្ញុំសុចរិតបរិសុទ្ធទើបបានសង្គ្រោះមិនមែនទេតែជាព្រះគុណក្តីស្រឡាញ់ក្តីសប្បុរសរបស់ផងព្រះដូចគ្នាសន្តិភាពនៅក្នុងព្រះគ្រីស្ទមិនយោងទៅលើដោយសារខ្ញុំធ្វើបែបនេះដោយសារខ្ញុំធ្វើបែបនោះដោយសារខ្ញុំចេះធ្វើអំពើល្អខ្ញុំបានធ្វើអំពើល្អណាខ្ញុំមានក្តីស្រឡាញ់បាទខ្ញុំចេះធ្វើរឿងត្រឹមត្រូវឲ្យបានច្រើនបាទឃើញទេទើបបានសន្តិភាពនោះទេប៉ុន្តែសន្តិភាពជារង្វាន់ជាកាដូដែលព្រះបានប្រទានដល់កូនប្រុសស្រីរបស់ផងព្រះអង្គបន្ទាប់ពីគេបានដើរតាមបន្ទាប់ពីគេស្ដាប់បង្គាប់បន្ទាប់ពីប្រព្រឹត្តតាមព្រះបន្ទូលហើយគេប្រឹងប្រែងជាយាមស្វែងរកអានោះជារបស់មួយដែលព្រះបានប្រទានដល់កូនប្រុសស្រីរបស់ផងព្រះអង្គដោយមិនគិតទៅលើការប្រព្រឹត្តរបស់យើងទាំងស្រុងទៅបាននោះទេតែជាព្រះគុណរបស់ព្រះដីសពរបស់ព្រះឃើញទេជាកាដូដែលមកពីឋានសួគ៌ដែលយើងនិយាយខាងលើអញ្ចឹងឃើញទេតែទ្រង់ប្រទានអំណាចនៃសន្តិភាពដើម្បីយើងបានសន្តិភាពនោះទើបយើងបាទឃើញទេនោះទើបអំណាចបាទនោះទើបជាអំណាចពិតដើម្បីឲ្យយើងបានពាក្យថាសន្តិភាពនោះមានន័យបែបយ៉ាងដូចម្ដេចនោះឯងណាមិនមែនបាទមិនគិតថាមិនយោងទៅលើការប្រព្រឹត្តឬគិតថាថ្ងៃនេះខ្ញុំបានធ្វើបាបហើយឬថ្ងៃនេះខ្ញុំពិបាកចិត្តខ្ញុំតប់ប្រមល់ខ្ញុំ stress បាទខ្ញុំបាត់សន្តិភាពហើយខ្ញុំទៅស្រោចទឹកមកផ្ទាល់សិនដើម្បីឲ្យខ្ញុំបានសន្តិភាពឡើងវិញខ្ញុំទៅអុជធូបមកបាច់សិនដើម្បីបន់ស្រន់ដើម្បីឲ្យខ្ញុំបានសន្តិភាពខ្ញុំរៀនបដិបត្តិធ្វើឲ្យខ្ញុំដើម្បីឲ្យខ្ញុំបានសន្តិភាពបាទមិនមែននោះទេតែសន្តិភាពដែលពិតដែលមកពីព្រះអង្គគឺជាអំណាចដែលព្រះប្រទានមកពីឋានសួគ៌នេះឯងឃើញដូចអេពីសូតបានប្រាប់យើងខាងលើអញ្ចឹងឃើញបិទដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះមិនមែនដោយព្រោះតែយើងចេះធ្វើអំពើល្អរស់នៅត្រឹមត្រូវទេតែជាព្រះគុណឃើញអញ្ចឹងបាននិយាយពាក្យថាសន្តិភាពនៅខាងក្រៅខ្លួនវិញមកយើងមិនបាច់និយាយទេពីព្រោះវាមិនជាបាត់យើងបាទអរគុណព្រះអង្គសម្រាប់ក្តីស្រឡាញ់បាទដែលយើងទាំងគ្នាបានរំលឹកគ្នាម្ដងទៀតបាទរៀនជាមួយគ្នាអំពី5ទូលព្រះអង្គហើយរៀនជាមួយគ្នាអំពីពាក្យថាសន្តិភាពបាទឃើញដើម្បីឲ្យយើងបាទមានសេចក្តីអំណរជាមួយគ្នាបាទហើយបានប្រឹងប្រែងជាមួយគ្នាបន្តទៅទៀតដើម្បីឲ្យទំហំរូបភាព
បាននៃសន្តិភាពដែលព្រះអង្គបានសន្យាសម្រាប់ខ្ញុំនិងបងប្អូននោះវាកាន់តែពេញលេញឡើងច្បាស់ឡើងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាកុំឲ្យយើងគ្រាន់តែនិយាយគ្រាន់តែថាគ្រាន់តែលើកទឹកចិត្តគ្នាចេញពីព្រះទូលទេប៉ុន្តែបាទឲ្យយើងពិសោធន៍ហើយសូមព្រះអង្គឲ្យយើងបានទទួលថែមទៀតនៅរបស់យ៉ាងពិសេសនោះដែលកូនព្រះអង្គត្រូវការគ្រប់គ្នាបាទហើយពីព្រោះអីយើងរកប្រភពឃើញហើយយើងស្គាល់ទីកន្លែងយើងស្គាល់ម្ចាស់នៃសន្តិភាពហើយដូច្នេះយើងគួរតែបានរបស់នោះកាន់តែច្រើនទៅសម្រាប់យើងទាំងអស់គ្នានោះឯងបាទ